វិធីនៃការត្រួតពិនិត្យដោយយើងធ្វើការយកដៃទៅសង្កត់ទៅលើឈ្នាន់អំប្រយ៉ាហើយសង្កេតមើលថាប្រព័ន្ធអំប្រយ៉ាធ្វើការដែរឬទេហើយនឹងត្រួតពិនិត្យរយៈសើរបស់ឈ្នាន់អំប្រយ៉ា 1. ប្រសិនបើរយៈសើធំពេកនឹងមានផលប៉ះពាល់ទៅដល់អំប្រយ៉ាមិនផ្ដាច់ចេញពីកង់យោងហើយពិបាកក្នុងការបញ្ចូលលេខនឹងមានផលប៉ះពាល់ទៅដល់ពីញង់លេខនៅផ្នែកខាងក្នុង 2. រយៈសើឈ្នាន់អំប្រយ៉ាតូចពេកនឹងធ្វើឲ្យស្បែកអំប្រយ៉ាមិនអឹបជាមួយនឹងកង់យោងនៅពេលដែលយើងធ្វើការដាក់បញ្ចូលលេខត្រាក់ទ័ររត់មិនមានកម្លាំងវិធីនៃការលៃតម្រូវរយៈសើរបស់ឈ្នាន់អំប្រយ៉ាដោយយើងយកបន្ទាត់ដែកមកធ្វើការវាស់ហើយតម្លៃធ្វើម៉េចឲ្យត្រូវតាមស្តង់ដារនៅក្នុងសៀវភៅដែលបានណែនាំហើយចំពោះតម្លៃនេះដែរគឺមិនត្រឹមត្រូវគ្រប់សេរីនោះទេបាទវិធីនៃការវាស់គឺយើងយកបន្ទាត់ដែកមកបញ្ឈរហើយយើងកំណត់តម្លៃនៅផ្នែកខាងលើឲ្យហើយបន្ទាប់មកយកដៃសង្កត់ឈ្នាន់អំប្រយ៉ាហើយយើងអានតម្លៃផ្នែកខាងក្រោមប្រសិនបើតម្លៃមិនត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់នោះទេយើងមកធ្វើការលៃតម្រូវនៅកន្លែងអេគ្រូធ្វើការលៃតម្រូវទីនេះបាទបន្ទាប់ពីយើងធ្វើការលៃតម្រូវហើយយើងធ្វើការវាស់មួយសារទៀតហើយយើងមើលថាតម្លៃត្រឹមត្រូវតាមស្តង់ដារដែរឬទេប្រសិនបើត្រឹមត្រូវតាមស្តង់ដារហើយនោះជាការស្រេច